ថៃបានបញ្ជាក់សារជាថ្មីថាមិនដោះលែងយោធាកម្ពុជាទាំង18រូបទេទោះបីជាមានសម្ពាធពីអាមេរិកយ៉ាងណាក៏ដោយមិនតែប៉ុណ្ណោះថៃបានបោះសម្ដីយ៉ាងលយថាថៃអស់បារម្ភហើយនិងមិនចាំបាច់និយាយរឿងបើកច្រកព្រំដែនទៀតឡើយបន្ទាប់ពីសម្ដេចហ៊ុនសែនបានប្រកាសហ៊ានបិទច្រកព្រំដែនរហូតដល់ទៅ100ឆ្នាំប៉ុន្តែទន្ទឹមគ្នានោះក្រមអាជីវករពាណិជ្ជករនិងសហភាពពាណិជ្ជកម្មថៃនៅខេត្តស្រះកែវកំពុងតែជួបវិបត្តិខ្លាំងក្រោយបិទច្រកព្រំដែនជាង6ខែមកនេះបាទយើងសួរពុកម៉ែបងប្អូនអរគ្នាឥឡូវយើងទៅមើលព័ត៌មានមួយដែលខាងថៃទៅចុះផ្សាយថ្ងៃនេះដែរមែនតើទៅការចុះផ្សាយរបស់លោក Big Leg រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃគឺជាការឆ្លើយតបជាមួយនឹងការថ្លែងរបស់ប្រធានប្រសិទ្ធភាពកម្ពុជាដែលប្រសិទ្ធមិញនេះសម្ដេចក៏បានលើកពាក់ព័ន្ធជាមួយនឹងរឿងច្រកព្រំដែនដែរហើយក៏ក្នុងនោះសម្ដេចក៏បានលើកពាក់ព័ន្ធជាមួយនឹងរឿងយោធាកម្ពុជាទាំង18រូបអញ្ចឹងឥឡូវនេះខាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃនេះគេបានឆ្លើយតបមកវិញឥឡូវយើងទៅចិត្តខ្ញុំទៅមើលបាទបកប្រែលម្អិតហើយចំណងជើងខ្លីៗនេះគេដាក់ថា Big Leg បាននិយាយថាខ្លួនក៏សប្បាយចិត្តដែរក្រោយពីសម្ដេចហ៊ុនសែនបានភ្នាល់ឬក៏ថាហ៊ានបិទច្រកដល់ទៅ100ឆ្នាំដោយបញ្ជាក់អះអាងជាថ្មីម្ដងទៀតថាមិនដោះលែងយោធាកម្ពុជា18នាក់ទេលុះត្រាតែចុចដើមចាំទៀតយើងទៅប្រែលម្អិតព័ត៌មានទី2ហ្នឹងគឺទៅថ្ងៃហ្នឹងដែរគឺថៃកម្ពុជាបានប្រជុំបាទដើម្បីត្រៀមការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅរវាងបង្គោលលេខ42ដល់47នៅភូមិនងយ៉ាកែវបងគឺភូមិព្រៃច័ន្ទនិងភូមិនងច័ន្ទគឺភូមិជោគជ័យបាទនេះគឺទីខ្ញុំនឹងទៅមើលព័ត៌មានលម្អិតកាពិតយើងទៅបោះដូចថ្ងៃទី17ប៉ុន្តែលើកមួយថ្ងៃដល់ថ្ងៃទី18អញ្ចឹងថ្ងៃនេះហ្នឹងគឺប្រជុំបងប្អូនបាទព័ត៌មានទី3នេះគេដាក់ថាទាហានខ្មែរលេងល្បិចកខ្វក់យ៉ាសលេងល្បិចកខ្វក់អីទៀតណាគេថាយើងបតកកាវនៅលើមីនធ្វើឲ្យពិបាកនៅក្នុងការដោះមីនអូស្អីទេថៃទាំង4បាទតោះឥឡូវយើងទៅមើលព័ត៌មានទី1ខាងរដ្ឋមន្ត្រីគេថាម៉េចចំណងជើងពីក្រោមរូបភាពនេះគេលេងសម្ដីបន្តិចថាសប្បាយចិត្តតែដែលមិនចាំបាច់និយាយរឿងការបើកច្រកណារដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថាខ្លួនសប្បាយចិត្តហើយក៏មិនចាំបាច់ទៅខ្វល់និយាយរឿងបើកច្រកព្រំដែនដែរក្រោយពីសម្ដេចហ៊ុនសែនបានហ៊ានភ្នាល់ឬក៏ថាហ៊ានបិទច្រកដល់ទៅ100ឆ្នាំដោយអះអាងថាថៃមិនដោះលែងយោធាកម្ពុជា18រូបទេដោយត្រៀមខ្លួនពន្លឿនដំណើរការនៅក្នុងការដោះមីនឲ្យបានទាំងអស់13តំបន់បាទសុទ្ធតែជំទាស់ជាមួយនឹងខ្មែរយើងទាំងអស់9បាទថៃវាធ្វើតាមចិត្តរបស់វាទេវាមិនខ្វល់រឿងច្បាប់រឿងការព្រមព្រៀងកងដល់នេះទេ9នៅថ្ងៃទី18ខែវិច្ឆិកា2025ឧត្តមសេនីយ៍ឯកណត្តភុនណាកផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងអំពីការដោះមាន13តំបន់ថាមិនបានកំណត់ពេលវេលាទេពីព្រោះការដោះមានគឺមិនអាចពន្លឿនបានទេចាំបាច់ត្រូវតែដោះតាមលំដាប់លំដោយដែលកន្លងមកបានស្នើទៅខាងអង្គប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃឬហៅថា GBC កាលពីថ្ងៃទី10ខែកញ្ញានៅក្នុងការដោះមីន13តំបន់ហើយគណៈពេលនេះគឺការដោះមីនបាន5តំបន់ហើយនឹងដំណើរការតទៅទៀត8តំបន់ទៀតប្រសិនបើរួចរាល់ហើយគឺនឹងពង្រីកការដោះមីននៅក្នុងតំបន់ដទៃទៀតឃើញអត់ឃើញវាអត់ចេះឆ្អែតឆ្អន់ទេបងប្អូនបាទទោះបីជាមិនបានកំណត់ពេលវេលាប៉ុន្តែក៏ដំណើរការឲ្យបានលឿននេះបងប្អូនថៃនេះវាឌឺដាក់យើងឃើញអត់13តំបន់នេះអត់បានព្រមព្រៀងគ្នាទាំងអស់ទេយើងព្រមព្រៀងតែ5តំបន់នេះអញ្ចឹងវាថាឥឡូវវាដោះបាន5ហើយវាចង់ដោះ8ឲ្យបានទៀតហើយវាថា8នេះនៅពេលដែលដោះហើយវាដោះទៅទៀតអញ្ចឹងបានន័យថាម៉េចបានន័យថាការដោះឈ្លានពានរបស់វានឹងគឺវាអត់ចប់តំណឹងទេឧទាហរណ៍ថាឥឡូវវាចង់ឲ្យយើងឯកភាពទាំង13កន្លែងឧទាហរណ៍បើសិនជាយើងឯកភាពមែន13កន្លែងវានឹងសុំបន្តទៀតហើយបងប្អូនឃើញអត់ឃើញមហិច្ឆតារបស់វាទេការឈ្លានពានរបស់វាគឺអញ្ចឹងណាបងប្អូនបាទថៃនេះអូអាក្រក់គ្រូខៅណាបងប្អូនបាទចង់បានទឹកដីគេម្លេះឆ្ងល់ដែរនេះណាតោះយើងមើលបន្ត
ដោយនឹកដល់សវត្ថិភាពរបស់ប្រជាជនតាមបណ្ដោយព្រំដែនហើយនឹងយោធាដែលប្រតិបត្តិការផងដែរដែលនៅក្នុងតំបន់នីមួយៗនឹងដំណើរការដោយខ្លួនឯងពីព្រោះកម្ពុជាមិនឆ្លើយតបនៅក្នុងត្រង់នេះទេហើយភាគីកម្ពុជាក៏ចង់ឲ្យរងចាំប៉ុន្តែយើងរងចាំអត់បានទេពីព្រោះការដែលទាហានថៃបាត់បង់ជើងដល់ទៅ7នាក់ទៅហើយដូចនេះហើយយើងត្រូវតែធ្វើខ្លួនឯងហើយភាគីដោយឯកតោភាគីត្រៀមខ្លួនសូមប្រជាជនមិនចាំបាច់កង្វល់ទេបើសិនបើគេនៅតែមិនព្រមដោះយើងក៏ត្រូវតែដោះនៅក្នុងតំបន់របស់យើងបាទឃើញអត់ឃើញវាក៏ក្លឿនអត់បានឯកភាពគ្នាមហើយទៅដោះតពីតពីអញ្ចឹងបងប្អូនហើយដល់ពេលដើរតពីតពីចូលក្នុងតំបន់គេតំបន់ឯងអញ្ចឹងទៅហើយចាប់ដល់ពេលជន់ចាប់ដើមស្រែកអាឡេឡាបានទៅដាក់មួយដៃហ្នឹងបងតែគិតទៅថៃនេះពុកម៉ែបងប្អូនបាទនិយាយពីថាគ្រប់សពបែបយ៉ាងតែបងប្អូនរករឿងគ្រប់សពបែបយ៉ាងទាំងអស់ហើយអ្នកខាងនៅក្នុងស្រុកហ្នឹងទៅក៏រករឿងយើងអ្នកលេងបណ្ដាញសង្គម Facebook ចឹងទៅដូចថ្មីនេះយុវជនមុនពេជ្រហ្នឹងក៏ដាក់ប្រម៉ូទឈ្មោះប្តឹងទៅថៃហ្នឹងក៏គេនាំភាពផ្សាយប្រងពេជ្រចឹងទៅហើយបងអូនស្រីល្អហ៊ូនហ្នឹងក៏និយាយលើវេទិកាហ្នឹងថៃហ្នឹងក៏វានាំគ្នាយកទៅវាយបហាអញ្ចឹងទៅគប់សពបែបយ៉ាងទាំងអស់អញ្ចឹងបានន័យថាខាងអ្នកលេងហ្នឹងគេសម្រុកអ្នកលេងដល់ខាងយោធានោះគេសម្រុកនៅនោះគប់សពបែបយ៉ាងទាំងអស់បងប្អូនហើយសតតែធ្វើហ្នឹងគឺធ្វើដើម្បីគេការពារខ្លួនគេហើយគេថាគេហ្នឹងជាអ្នកល្អអញ្ចឹងណាបាទប៉ុន្តែគប់បែបយ៉ាងទាំងអស់ទាំងធ្វើចេញមកសតតែឈ្លានពានខ្មែរយើងទាំងអស់ហ្នឹងបងប្អូនបាទទាំងបានថាយើងទាំងអស់គ្នាទៅជួយគ្នាដែរបងប្អូនបាទជួយគ្នាមិនឯងមួយជើងនៅក្នុងបណ្ដាញសង្គម Facebook អីជួយជាពិសេសនៅពេលដែលមានបរទេសផ្សព្វផ្សាយអំពីបញ្ហាព្រំដែនអីហ្នឹងយើងព្យាយាមចូលទៅខមមិនឲ្យបានច្រើនផងខមមិនល្អទៅណាកុំខមមិន JK អីនៅក្នុងកាសែតអន្តរជាតិហ្នឹងណាខមមិនល្អលើកបង្ហាញថាយើងគឺជាជនរងគ្រោះជាពិសេសគឺយើងមានផុតតាមមានអីខ្លះទៅក៏ទៅសេខមមិនតិចតួចចឹងទៅបងប្អូនបាទហ្នឹងគឺជួយគ្នាហើយបងប្អូនខ្លះកុំដំណាក់កាលពេលនេះណាកុំបង្ខាញខ្លួនឯងជាអ្នកគ្រប់គ្រងថៃព្រោះវាអត់ជាពេលវេលាល្អទេខ្ញុំឃើញមានខ្មែរយើងខ្លះគាត់ចេញមកថាបងអូនស្រីមិនគួរយកវេទិកានឹងទៅនិយាយយំយែកបោកអីចឹងទេវាមិនល្អណែអ្នកខ្លះទៅគិតរឿងអញ្ចឹងវិញណាបងប្អូនយើងកុំទន់គិតដល់ដំណាក់កាលហ្នឹងបាទដំណាក់កាលពេលនេះគេធ្វើបាបយើងច្រើនណាស់យើងដើរផ្លូវណាដែលអាចជួយយើងបានដើរសិនទៅបងប្អូនណាបាទហើយកុំពឹងតែម្យ៉ាងហ្នឹងទុកឲ្យអន្តរជាតិគេដោះស្រាយទៅអត់ទេបងប្អូនបើសិនតែយើងមិនព្រមសហការគ្នាមិនព្រមជួយគ្នាទេអន្តរជាតិក៏គេមិនចិត្តមកជួយយើងដែរបាទតោះឥឡូវយើងទៅមើលបន្តទៀតបាទឥឡូវនេះគេថាម៉េចគេថាម៉េចចំណែកឯបញ្ហាយោធាកម្ពុជា18រូបឧត្តមសេនីយ៍ឯកណត្តភុនបានអាងថាមិនដោះលែងទេពីព្រោះយើងនឹងធ្វើជានិមិត្តរូបថាគេមិនបង្ហាញអំពីការបញ្ចប់នៅអរិភាពព្រមទាំងបញ្ជាក់ថាមិនមែនជាការដោះដូរស្អីនោះដែរក៏ប៉ុន្តែជាការដំណើរការតាមច្បាប់ហើយនឹងគោលការណ៍គេចង់ដើរទៅលើគោលការណ៍មនុស្សធម៌ណែអាហ្នឹងគឺឃើញហើយវាល្មើសជាមួយនឹងកិច្ចព្រមព្រៀងបងប្អូនបាទហើយយើងទៅព្រមអីទៀតបងប្អូនអត់ត្រូវទេព្រោះដោយសារតែវាអត់ដែលយល់ស្របអីជាមួយយើងទេជាងព្រមព្រៀងឲ្យមានដូចត្រាំជាសាកសីទៅហើយវានៅក៏ក្លឿនដល់ម្លឹងណាបងប្អូនខ្ញុំមិនដឹងថាត្រូវប្រើពាក្យយ៉ាងម៉េចជាមួយនឹងសកម្មភាពទង្វើក៏ក្លឿនរបស់ថៃនេះទៅសោះបាទព្រមព្រៀងគ្នាហើយទីបំផុតអត់ដោះលែងហើយទៅថាយើងនឹងអត់បញ្ឈប់នៅអរិភាពដែលវាចោតហ្នឹងវាថាយើងដាក់មីនហ្នឹងឯងហើយអាមីនហ្នឹងមិនបងប្អូនបើវាយកបញ្ហារឿងមីនហ្នឹងទៅលើគ្រប់សពបែបយ៉ាងទាំងអស់អានឹងរឿងមិនបើកច្រកបើកអីហ្នឹងក៏វាថាដោយសារតែវាថារឿងយើងមានអរិភាពមួយវារឿងមីនហ្នឹងឯងអញ្ចឹងរឿងមីនមួយវាដល់ចោតគ្រប់កន្លែងទាំងអស់តែបងប្អូនណាបាទអញ្ចឹងហើយបានថាថៃហ្នឹងវានៅក៏ឃ្លឿនដាក់យើងអញ្ចឹងឯងបាទអញ្ចឹងយើងគុំតន់ទៅងាកទៅរកគ្រប់ត្រូលគេវិញអីអ្នកខ្លះចង់ឲ្យយើងទៅគ្រប់ត្រូលគេអីហ្នឹងគុំគ្រប់ត្រូលបងប្អូនបាទយើងនៅតែបន្តមិនគ្រប់ត្រូលគេដដែលអារម្មណ៍ស្នេហ៍ឯកណត្តភុនថែមទាំងឆ្លើយសំណួរករណីដែលសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានចេញមកបញ្ជាក់ថាប្រសិនបើថៃចង់បិទច្រក100ឆ្នាំទៀតក៏ធ្វើទៅ
có sai bà hãy chỉ kết bán thá miết này thá dạng nào đây bà đàm phía ở mơ lùm ất nó có nóng cách bồm priếng cái hào thá sẽ đây thành cả rùm ở bàn cho bà để miên ca bánh chốc nơi ca bằng có hẹn hỏi trớ tay sổng đây ở khơi nhầm pi ca bà nhà chất đại chiên từ đó sang tiếp hiệp đây ca đại Campuchia này dưới bẹp luôn chỉ ca bà nhà chất đại rư ọt chùm này ai luôn có ban để dễ thả mình chăm bạch mò để dễ cho mùi nâng luôn có tê bị pro và chia chôn thay có mình trêu cả này luôn anh tơ mình để dễ rương cả bạc trọ tê cái trong sầm đào từ lơ tha bờ trong gì rương bạc trọ đấy mình chăm bạch mò để dễ cho mùi cái tê cái trong này chẳng á bốn bạn làm tay xuống cà phê chết nâng bị pro cái tha bị chia chôn thay từ mùi nâng cứ mình chọn ở bên cả bạc trọ tê bàn tay thay để dễ chơi nó cật phịch từ mưa sầm lên bị chia chôn nó tam prom anh chép ra nó khai sát cao đầu tiên sập phi phía đây chỉ cầm khai sát cao ở chiều co bên đây chỉ co nó tam nông cột nông nên ôi ai khai rộp mơn liên ba đó mà ổn mà khai để sao đấy để sao tại cả bật chọn đừng ai bụ cột từ rồi đâu mấy để na bong từ này kia để na bong bà play tô play ấy bộ có lực ấy bộ ấy nó để na nữa tôi có trâu bộ gọi men chừng đâu bên đó bồn mà anh đang rung qua thằng ai bộ có chết ở tôi đây có đam phiền tích thà cũng vô này vô cũng kêu thà mấy thưa rương từng o nứng đầm bay nứng tin bị chia bây giờ phép này khăn để vô bài của anh bà có nứng bị chia chôn cái nâu tam nứng cái gì bị chia bị xét cứ tranh pi sập pia bây giờ cam nó khai sạc cái nó con gì chẳng bốn á tại sao thà pe khăn nứng cứ nó thà bị ba chợ bon ấy nứng cứ cấp chi diêm bay bằng hai luôn anh thaคุณไอออจ้าเหมือนโจยอมดูในกัมพูชีđó bà រឿងបឹកច្រកបិទច្រកនេះប៉ុន្តែចង់ប្រាប់ថាអត់បញ្ហាទេខ្មែរយើងទៅបីជាបិទក៏អត់បញ្ហាអីដែរកាន់តែបិទកាន់តែល្អពុកម៉ែបងប្អូនពីព្រោះវាអត់មានអីទៅប៉ះពាល់ជាមួយនឹងកម្ពុជាផងយើងអ្នកទិញទៅប៉ះពាល់អីវាប៉ះពាល់អ្នកលក់ទៅតាមបើយើងអ្នកទិញយើងអាចមានជំរើសបើមិនទិញពីនោះយើងអាចទិញពីផ្សេងណាផ្សេងនេះយើងអាចទិញពីនៅក្នុងស្រុកផលិតផលក្នុងស្រុកយើងអាចទិញពីប្រទេសផ្សេងទៀតបានតើមិនចាំបាច់ពឹងតែពីថៃអីអ្នកដែលខាត់ចំណូលគឺថៃខ្លួនឯងទៅទេដែលខាត់ចំណូលហ្នឹងចឹងមិនបាច់មកធ្វើក្អេងក្អាងខ្លាំងទេនៅថ្ងៃណាមួយដែលប្រជាជនគេនាំគ្នាធ្វើបាតកម្មឲ្យបើកច្រកទេបាទបើសិនជាថៃនៅតែបន្តអូចេះទៀតណាខ្ញុំជឿថាថ្ងៃទៅមុខទេមិនយូរទេប្រជាជនតាមព្រំដែនថៃនឹងតបបាតកម្មបើកច្រកបងប្អូនចាំមើលពួកគេរស់ទៅមុខទៀតរួចនោះបាទតោះយើងបន្តទៀតដែលឆ្លើយតបជាមួយនឹងអារម្មណ៍ក៏ដូចជាការយល់ឃើញហើយនឹងតម្រូវការរបស់ជនជាតិថៃហើយនៅពេលដែលសម័យហ៊ុនសែននិយាយថា100ឆ្នាំមិនចាំបាច់បើកច្រកខ្លួនគាត់ផ្ទាល់ក៏សប្បាយចិត្តដែរថាជីវិតមួយនេះមិនចាំបាច់មកនិយាយរឿងខ្លួនឯងរឿងបើកច្រកទេបាទនឹងគឺចប់ប៉ុណ្ណឹងអ្វីដែលគាត់លើកឡើងឆ្លើយតបជាមួយនឹងប្រធានប្រសិទ្ធិកម្ពុជាបាទពាក់ព័ន្ធជាមួយនឹងរឿងបញ្ហាបិទបើកច្រកបាទហើយមួយទៀតនេះគឺពាក់ព័ន្ធជាមួយនឹងថ្ងៃនេះដែរគឺកម្ពុជាហើយនឹងថៃគឺប្រជុំត្រៀមនឹងក្រាបបោះបង្គោលព្រំដែនបណ្ដោះអាសន្នបាទតាមអ្វីដែលបានសម្រេចនៅក្នុង JBC ការប្រជុំ JBC ថ្ងៃមុនហ្នឹងណាបាទកម្ពុជាថៃបានប្រជុំដើម្បីត្រៀមការបោះបង្គោលព្រំដែនរវាងបណ្ដោះអាសន្នរវាងបង្គោលលេខទី42ដល់47នៅភូមិនងយ៉ាកែវនិងភូមិនងច័ន្ទខាងថៃខាងកម្ពុជាគឺថានៅភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យបងប្អូនណាបាទនៅព្រឹកថ្ងៃនេះពោលគឺថ្ងៃទី18ខែវិច្ឆិកា2025បរិយាកាសនៅបរិវេណទួលមុខច្រកខ្លងលឹកស្រុកអរញ្ញប្រទេសឃុំអរញ្ញប្រទេសស្រុកអរញ្ញប្រទេសខេត្តស្រែកែវថៃមានការបរិច្ឆេទប្រជុំរួមគ្នាជាមួយនឹងភាគីកម្ពុជាករណីបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅបរិវេណបណ្ដោយព្រំដែនរវាងបង្គោលលេខទី42ដល់47គឺចន្លោះភូមិនងច័ន្ទនិងនងយ៉ាកែវនឹងឯងគឺប្រចាំភូមិជោគជ័យនឹងឯងក្រោយពីមានការប្រជុំត្រូវបានពន្យាពេលមួយថ្ងៃដោយសារតែភាគីកម្ពុជាបានអាងថាមិនអាចបញ្ជូនព័ត៌មានបានទាន់អានេះគេចោទខាងយើងតែសារតែប្រជុំថ្ងៃទី17ហើយថៃគេចោទយើងគេថាយើងជាអ្នកពន្យាមិនគេអ្នកពន្យាទេបងប្អូនបាទ
ôi cục giang cứ ai khô là hốt hay khuôn anh là o là hốt tầm mỏng nơi ngày na để thay từ tu cùng hô hay tha khuôn anh à cọ nó nhầm chưa chết thà ô mình liên một bờ cho một bờ ngày bà xong bây tại thì hiên vi chắp rụm lốp mình xây Campuchia dương hay miền phô tang ấy hay nơi tụi viên mình prom tụi tu score với cho thời dương sắp sai bùa miền lành khai trăm ấy tiết tụi mày mà buồn viên mình đây mình xây na đây cột ọt miền rương hay cột từ chết tập sắp sai chẳng ngó bà cái chết cao sau với chay cái chết bị nứt cho ấy ta và cái đăng này ta mong muốn bà vì mình cái chết tận lực lãng tập pi ấy na bà chẳng bàn thao cái từ bằng buồn tại giờ nay em chưa chuyện thà rương buồn bên buồn nước sung khum từ mấy chuyện thua tập Australia buồn là bà giờ mình trong ai khơi rụp hiệp bẹp nâng tê cho bị xe cứ bú bật tê xe đây bằng piên lơ Campuchia dương cứ chưa từng vơ mũi đây mình ai cho tôi cho bàn hay còn mình ai ọt ảo ở bàn đây bằng buồn ha đầm nạ cà phê ní cứ Campuchia dương có khơi ta xoa hạp hay pi hạ cung cái đôi rư cơ ta hạ chip ấy khơi ta trình nhặt bài trăng câu tuổi nên có trao này vào em vốn là bạn ta lời dưng từ mơ bắt đầu thì thôi ní địa đầm nang pi phía kia Campuchia bán thua đầm nào chu room cho mùi nâng phía kia thấy nơi bần tốc về chúng con ở nước Zana thấm thì hiền prey bà lê đọc pí sồn mùi chút như người ta cào chút cả bán như người ta crom cả bán khang cà pía ví dụ cả than vô thi prey lê đập pì đói miền về sân ấy ai kiêng cái bùn tơm đây chia bậc thiên crom và tập cá OG pi phía kỳ thầy hai nâng này dụ này dụ cả than phô mà sa hai nâng này dụ cả than phèn ti dầu thìa hai về đây sân ấy ai dụ tập phun sụt rịt mê mình chia cá con prata bát cá vi lục rồi bọn này dụ cả than phèn ti dầu thìa bàn châu room phải chung trong này ai phía kia Campuchia cứ miền lô xuôi bồ rà đây chia bậc thiên crom đào rùm pưng tha nâng chùm nai pê nó con cà phải chungประมาณ chia 7 màu đi tạm cả smán đó bà nè cả set ban đi cả thả cả ở đấy cả bọc bằng cô prom đen khẳng lứa cứ chia là tập hall ban vào pi cà phải chung GBC hay nâng JBC không cầm lông pê còn lòng máu đầm bay đo sai pa nhà há tam prom đen đòi khai ra kéo cứ chia tầm bon muối đại ban cầm nát ơi đầm na cá bò bằng cô prom đen bằng đỏ son một buồn bạc nó pe để dương nát thay cái nát bị chúng dương ọt miên phải sai đấy một buồn bạc cứ dương từ tâu tam ở với đây dương ban cầm nát pan tay vía với nhà hầm hực đại ca phải chung OBC dương trăm viên đôi trăm mai màu bịp xa chẳng bà với lê khe lô với thay dương đừng chơi muôn cho mui lê chân tấu bị ọt màu không muốn á cái từ rồi ngày này gì phải làm miền Tây chỉ để chất khang gì tập bạ đó mong cướp sập bẹp giang thằng áo tầm miền Tây từ tầm ban na cả đời cứ ọt miền cái đây sọc tầm mong của bạn bốn bữa tha cam vào thi na môi cả đời bữa tham miền Tây châu rúm á ọt đây miền là rom flow chất lò tề bờ u tờ ho thả lỡ cam vào thì bữa chung lơ cha on tại chất ở cả đau ơi tầm miền Tây cứ ở rom flow chất mình lo tầm mong bị pro bốn nên việc chi yếm chặt cho ai bị chi yếm lepo bây giờ nó cứ thà sớ tại cướp về thì cá sơ thì cướp sắp bẹp ra được không ban nhom chơi là kịch lai không sao kịch tử rồi ngày đi cứ thả nâu chuột cái này dùng mùi nâng thầy đi đôi thả miên sầm mau chẳng á mọi buồn với chết là khăm dương cướp sắp bẹp ra được không bà anh đang cứ lệ cả nặng bẹp nâng rồi ngày nâng bà hay dân mơ bộ là xa tới về miên tờ tầm bê đi thế chẳng một paroi năm hai dùng buồn để thay chơi tới chạy dừng che mùi cho mùi cục sọt bẹp giang tặng bằng co hai cục rừng ta là dừng từ mơ bô men mùi tiết khăn thay này kì ở sai bẹp pon chỉ mùi nâng bà rừng min này ngày này cái bạn nôm điện cái cá từ lại nâng cái tha biết gì khô khơ mến cái tha dừng ní bẩn tọ cáo nó lơ min là ta từ mơ bô men ta mong ta bởi cái tha bên đang đặt chương mùi tiền nè thầy cái thằng biết đặt chân mùi tiết bởi đặt chân mùi ní phải cho chân đi bầm bầy à cái thằng biết đặt chân mùi tiết thì hiện thấy ban để dây ói krom điện kết cá ASEAN ban đạp
nia tí nia tí chuẩn min bà chuẩn min cái thà chuẩn min Campuchia cứ chứ bên đây sầm nang lọ đấy min nâng việc khôiไปสดับตัวไปข้ายังไม่แต่บางบุญยมไปข้ายังสดับไทยไปข้าด้วยกับไพลไงบางบุญเรื่องคลานั่งเวียบชี้ยมบักการกุศลอย่างกับปันเต้ยังกินแต่ AOT เบิกก็เติมนั่งก็ชื่อได้ก็หรือก็อย่างใดให้ AOT ก็ประกอบได้เลยออดทาตำบอลนั่นคือจีตำบอลบอไทยหรือก็จีตำบอลบอขมายตึกใดนั่นจีตึกใดบอไทยหรือก็จีตึกใดบอขมายก็จะบ้าได้ออดบางบุญcái bản chất mơ rừng nâng để ớt nó và nhầm chưa chuyện thầm mình ớt đấy vì vô tật tới cái bản chất ngon thằng ấy nó muốn bàวันนี้ก็ถ้าตำบลเพชรดาวนะได้เรื่องมินเรื่องไอ้ยำชื่อเจ้าทำบทสั้นchỉ miên cứ miên ở lứaตึกđây Campuchia dương bởi vì mình ai thếได้มินตัวเบอร์miên ở lứaตึกđây là bọtไทยน้องบางบนจังตึกđây bởi dương anh đang miên dương so tăng Việt Nam bị đá bị na bị này máu ơi thứ mạch bộ miên nó về từ miên chẳng ta hỏi lại từ một tờ cái tha sầm nang là đấy miên nó bị khôi miên nó tha ở sau miên phải sát tập hiệp hay đòi ban khơi tiền phong khơi thà mấy khơi thà miên bật tọ cao nứng bật tọ cao nồi lơ miên nồi chân tứ thơ oi bị bạ nó nóng cá đỏ bà ấy có đòi một lần phongผมมาหมดbà tọเรายังตัวมือพวกmiên bật tọ nô pê rô xìlก็ลองเมาส์ข้างกองตัวพุ่มเปียปีบานดึกน้อมกรมตูดbàอาเซียน AOT ដឹកនាំដោយឧត្តមសេនីយ៍ច័ទ្រវ៉ាបាទដឹកនាំដោយឧត្តមសេនីយ៍សាំស៊ុនរិសាន់ប៊ីនមូហ្សាដែលជាប្រធានអនុព័ន្ធយោធា AOT ពីភាគីថៃពីប្រទេសម៉ាឡេស៊ីលោកណារិតសាប់លីដែលជាអនុព័ន្ធយោធាពីប្រទេសប្រុយណេអានឌិនម៉នតាវ៉ូនដែលជាអនុព័ន្ធយោធាមកពីប្រទេសហ្វីលីពីនបាទហើយនឹងឧត្តមវរសេនីយ៍ឯកយុទ្ធភូមិសាទងឿនដែលជានាយកនៃនាយកដ្ឋានភូមិសាស្ត្រថៃព្រមទាំងគណៈប្រតិភូព្រមទាំងគណៈប្រតិភូបានចុះទៅតំបន់ធ្វើការត្រួតពិនិត្យគេហៅថាប្រភេទមីនប្រភេទ PM2 ដែលនៅជាប់នឹងប្រាសាទដូនទួលបាទហើយនឹងច្រកសត្វតាសូមបងប្អូនបាទនៅតំបន់នឹងប្រាសាទដូនទួលនោះក៏ប្រាសាទខ្មែរយើងដែរដោយវីរៈសេនីយ៍ឯកយុទ្ធភូមិសាទងឿនបានលាតផែនទីពេលទៅដល់គេលាតផែនទីឲ្យខាងអនុព័ន្ធយោធាមើលណាបាទលាតផែនទីដើម្បីឲ្យគណៈប្រតិភូបានមើលអ្នកអង្គការនឹងបានមើលដើម្បីមើលពីចំណុចឲ្យបានច្បាស់លាស់ឲ្យឃើញរូបភាពព្រមទាំងយកមីនដែលមានការដោះបានដែលដោះបានមកហ្នឹងប្រហែលជា4គ្រាប់បាទយកមកឲ្យមើលរួមទាំងមីនដែលទាហានរបស់ថៃជួនក៏ប៉ុន្តែវាផ្ទុះមិនពេញលេញបាទតែវាផ្ទុះដែរវាផ្ទុះតែបន្តិចអីចឹងណាវាអត់ដល់ដាច់ជើងអត់អីចឹងទេបាទមកគាត់យកមីនហ្នឹងទៅមកឲ្យក្រុមអ្នកអង្គការអាស៊ានបានមើលផងដែរដែលមានការអត្ថាធិប្បាយបានថាបូកផ្សំជាមួយនឹងការអត្ថាធិប្បាយអំពីតំបន់ក៏ដូចជាហេតុការណ៍ដែលបានកើតហេតុនៅថ្ងៃទី20តុលាយោធាដែលជួនមីនកងទ័ពដែលជួនមីនក៏ប៉ុន្តែសំណាងល្អមីននឹងវាមិនមានប្រសិទ្ធភាពពេញលេញវាអត់ផ្ទុះខ្លាំងណាបាទធ្វើឲ្យមិនមានអ្នករងរបួសទេកុំអីមានអ្នកជួនទី8ទីដែរបាទបន្ទាប់មកក៏មានការចុះទៅតំបន់ដើម្បីធ្វើការត្រួតពិនិត្យបន្ថែមហើយឃើញអីឃើញមីនបន្ថែមទៀត3គ្រាប់ទៀតអូសម្បូរមីនណាបងប្អូនបាទអាពេលបាញ់គ្នា4យប់5ថ្ងៃហ្នឹងដូចជាអត់ឃើញជន់មីនមួយដល់ពេលអាសន្នសុកសានត្រានចេះហើយហ្នឹងមីនរហូតជន់រហូតឃើញរហូតបងប្អូនបាទគេទៅបងប្អូនថៃពេលណាបានឈប់សំណៃរឿងមីនបងប្អូនបាទទើបបានបញ្ជាឲ្យខាងទាហានរបស់ខ្លួននឹងដោះចេញ
ដោយសភាពទាំងអស់គឺជាលក្ខណៈមានថ្មីទោះបីជាឃើញថាមុននឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី26 ខែតុលាក៏ដោយក៏ប៉ុន្តែហេតុការណ៍មួយនេះគឺបង្ហាញឲ្យឃើញថាកម្ពុជាព្យាយាមលបចូលមកដាក់នៅក្នុងតំបន់របស់ប្រទេសថៃហើយដាក់មីនដាក់មីនលបលួចចូលមកប្រទេសថៃដើម្បីដាក់មីនគេដឹងអីចឹងណាដោយសង្ឃឹមថានឹងធ្វើបាបយោធាថៃដែលត្រូវការនៅក្នុងការដើរល្បាតតាមបណ្ដោយព្រំដែនណែគេថាអញ្ចឹងគេថាយើងលួចចូលទៅដាក់មីននៅក្នុងទឹកដីរបស់វាបាទខ្មែរយើងឯណាដល់ថ្នាក់ទៅចូលនៅក្នុងទឹកដីថៃពុកម៉ែបងប្អូនហើយបាទអញ្ចឹងវាមិនអាចទៅរួចទេពួកខ្ញុំពេលដែលខ្ញុំដើរតាមបណ្ដោយព្រំដែនជួបជាមួយនឹងបងកងកម្លាំងពួកគាត់គោរពបទបញ្ជាណាបងប្អូនពេលដែលជួបនិយាយមួយគាត់ហ្នឹងគឺគាត់គោរពមែនទែនអញ្ចឹងហើយការបដិញ្ញាចិត្តរបស់ពួកគាត់ខ្ញុំជឿជាក់ថាគាត់មិនដែរអ្នកណាទៅដើរចូលទឹកដីថៃទេខ្ញុំជឿជាក់អញ្ចឹងតែហ្មងអញ្ចឹងវាមិនអាចទៅរួចទេបាទអញ្ចឹងហើយថៃវាមានលេសមួយថាយើងលួចដាក់បើសិនជាវាគិតថាវាយកវាដើរជួននៅក្នុងដីរបស់យើងវានឹងគិតថាតិចគេចោតវាថាវាចូលនៅក្នុងទឹកដីខ្មែរអញ្ចឹងទៅអញ្ចឹងគេដាក់នៅក្នុងទឹកដីគេអញ្ចឹងទៅដើម្បីដើរឲ្យជួនអញ្ចឹងទៅបាទវាអត់ចម្លែកទេបងប្អូនព្រោះមានដាក់ខ្លួនឯងអញ្ចឹងដល់ពេលដែលដឹងតែមានតាណាអញ្ចឹងជួនមានការប្រុងប្រយ័ត្នអញ្ចឹងដាច់តិចតួចឬក៏ពេលខ្លះអត់ផ្ទុះខ្លាំងអញ្ចឹងទៅបាទព្រោះវាដឹងហើយនោះបាទតែបើថាមានមែនតែនដែលមានកម្លាំងមែនតែនមិនមែនដាច់ប៉ុណ្្នឹងទេបងប្អូនបាទតែយ៉ាងណាក៏យើងតាមដានរឿងល្ខោនហ្នឹងទៅជំរឿគេផ្សព្វផ្សាយសម្ដែងល្ខោនដល់ណាទៀតយើងមើលតាមហ្នឹងទៅណាបាទដែលកំឡុងពេលការអត្ថាធិប្បាយខាងអ្នកអង្កេតការណ៍អាស៊ានក៏ព្យាយាមសាកសួរបញ្ហាដែលមានការសង្ស័យផងដែរបាទហ្នឹងខាងយោធាក៏សួរបន្តអញ្ចឹងណារឿងចំណុចដែលចូលមកដាក់ហើយនឹងកំឡុងពេលដែលដាក់ដើម្បីយកព័ត៌មានហ្នឹងទៅបូកផ្សំឲ្យបានលម្អិតនិយាយទៅដើម្បីរាយការណ៍ឲ្យបានលម្អិតនៅក្នុងរឿងនៅក្នុងការល្មើសកិច្ចព្រមព្រៀងក្រោយពីនោះខាងកងទ័ពភូមិភាគ2ក៏បាននាំក្រុមអ្នកអង្កេតការណ៍ AOT ដើម្បីចូលទៅមើលចំណុចដែលឃើញថាមានមីនដោយចំណាយពេលប្រមាណជា45នាទីចំណែកឯវរៈសេនីយ៍ត្រីផាក់ឌុងដេតផខាឆាងដែលជាមេបញ្ជាការរងកងវរៈសេនាតូចថ្មើរជើងលេខ12បានបញ្ជាក់ថានៅថ្ងៃទី20តុលាកន្លងមកខ្លួនគាត់នេះក៏ជាមនុស្សម្នាក់ដែលជាអ្នកដើរល្បាតនៅតាមបរិវេណព្រំដែនក្បែរនឹងច្រកខោសត្វតាសូមដែរដែលក្នុងតំបន់ខាងលើនេះភាគីកម្ពុជាបានកំពុងតែដាក់កម្លាំងបែរថាកម្ពុជាដាក់កម្លាំងក្បែរជាមួយនឹងភាគីថៃដោយចម្ងាយនឹងប្រហែលជា75ទៅ300ម៉ែត្រដែលក្នុងតំបន់ខាងលើនេះគឺមានលក្ខណៈជាលក្ខណៈយ៉ាងម៉េចលក្ខណៈ3ខ្សែផ្លូវនឹង3ខ្សែគឺខ្សែផ្លូវដែលភាគីថៃប្រើល្បាតហើយខ្សែផ្លូវដែលភាគីកម្ពុជាប្រើល្បាតហើយនឹងខ្សែផ្លូវដែលល្បាតរួមគ្នាអញ្ចឹងបានន័យថា3ផ្លូវបាទទៅទាំងថៃទាំងយើងហើយនឹងទាំងរួមគ្នាគេថាចេះដោយងាកត្រឡប់ទៅថ្ងៃទី20តុលាមានភាពខុសប្រក្រតីកើតឡើងនៅតំបន់ទាហានកម្ពុជាមកឈរស្រែកជេរទាហានថៃនៅបរិវេណនៃលូបន្លានេះគេថាអញ្ចឹងខ្ញុំប្រែបងប្អូនបានដឹងទៅអំពីការចោតប្រកាន់របស់គេណាមួយបងប្អូនយើងចាំមើលទៅណាបាទគេព្យាយាមនិយាយគ្រប់សពអបយ៉ាអញ្ចឹងឯងបងប្អូនធ្វើម៉េចរហូតដល់ថ្ងៃទី20តុលាខាងក្រមអ្នកល្បាតរបស់ទាហានថៃបានចេញមកល្បាតរួមគ្នាប្រហែលជា7នាក់ដែលខ្លួនគាត់ផ្ទាល់ហ្នឹងគឺក្នុងថ្ងៃនោះក្រោយពីមានក្រោយពីបានដើរល្បាតរៀបរួចរាល់ហើយកំឡុងពេលដើរត្រឡប់មកវិញក៏ប្រើផ្លូវដដែលជាផ្លូវដែលតែងតែដើរជាប្រចាំពេលមកដល់ក្បែរនឹងផ្លូវបែកជា3នោះដែលលក្ខណៈ3ខ្សែណាផ្លូវ3ខ្សែអ្នកដែលដើរល្បាតពីមុនដែលជាអ្នកនាំដំបូងហ្នឹងដើរឆ្លងកាត់មានទៅចំណែកអ្នកទី2ស្រាប់តែគេថាជើងឆ្វេងនេះគឺជន់មានផ្ទុះតែគណៈពេលហ្នឹងគឺមានសម្លេងលន់លឺបឹងគេថាអញ្ចឹងព្រមទាំងមានផ្សែងហើយនឹងក្លិនរំសេវ
ធ្វើឲ្យគាត់នឹងជឿជាក់ថាអូនឹងមីនណាច្បាស់អូក្លិននេះក្លិនមីនណាគេថាគេច្បាស់គេឮក្លិនអញ្ចឹងហើយប្អូនតាហ៊ានមួយដែលជួនហ្នឹងក៏អត់មានរបួសអីទេណាណែអេដាមអត់មានរបួសអីទេពេលហ្នឹងគាត់ថាផ្ទុះតិចនេះក៏តែអញ្ចឹងប៉ុន្តែគាត់រៀងភ័យដែរណាពេលហ្នឹងគាត់ថាអូគាត់ភ័យដែរតក់ស្លុតដែរព្រោះឈរនៅស្ងៀមមកសទុះមុនអានេះគេនិយាយធម្មតាទេណាប៉ុន្តែគាត់ថាខ្ញុំនិយាយហ្នឹងវាចង់និយាយថាវាដូចជារឿងមួយដែលសម្ដែងវាសុទ្ធសាធណាបងប្អូនបាទគេថាមុននឹងដកកងកម្លាំងត្រឡប់មកកាន់មូលដ្ឋានប្រតិបត្តិការព្រមទាំងសូមជំនួយខាងទាហានដើម្បីចុះទៅធ្វើការដោះមីននៅតំបន់នោះហើយជាពិសេសគឺដោះមីនដែលគេបានជន់តំបន់នោះឯងក្រោយមកនៅថ្ងៃទី21តុលាខាងទាហានបាទខាងទាហានក៏ចូលធ្វើការត្រួតពិនិត្យទាហានដែលដោះមីនហ្នឹងណាចូលធ្វើការត្រួតពិនិត្យកន្លែងកើតហេតុដើម្បីធ្វើការដោះបានឃើញមែនគេថាអូដល់ពេលមកគេជន់ប៉ះបន្តិចគេឲ្យទៅដោះឥឡូវគេឃើញមែននេះគេឃើញទៀតមិនមែនឃើញណាកន្លែងគេជន់ទេគេឃើញទៀត2គ្រាប់ទៀតបាទឃើញ2គ្រាប់ហើយស្រាប់តែ50ម៉ែត្រទៀតឃើញ1គ្រាប់ទៀតអូអើយតំណមដល់ណាឃើញ1គ្រាប់ទៀតដែលមិនទាន់បានធ្វើការមិនទាន់បានធ្វើការប្រមូលផ្ដុំមីនដែលទាហានថៃជន់ទេដែលទាំងអស់4គ្រាប់នៅក្នុងតំបន់នឹងចម្ងាយពីគ្នាដែលបានឃើញបាទមីននីមួយឆ្ងាយគ្នាប្រហែលជាខ្ទង់មួយចំហៀនប៉ុណ្្នឹងឯងណាតាមដែលថាឃើញហ្នឹងគឺមួយចំហៀននឹងឯងគេរៀបរាប់ហេតុការណ៍រឿងឯគេជន់មីនទាហានហ្នឹងប្រាប់ខាងអនុពន្ធយោធាតែសំខាន់នេះបកប្រែហ្នឹងបកប្រែមិនទេបងប្អូនបកប្រែអាចបកប្រែចេះតែបកប្រែខ្លះនេះតែមិនត្រូវឲ្យយល់ទាំងអស់ទេសំខាន់ប្រែជាគាត់បកប្រែឲ្យអនុពន្ធយោធាទេយល់ខ្លះហ្នឹងមិនលម្អិតដូចគាត់និយាយថៃចឹងទេបងប្អូនព្រោះថៃបើនិយាយពីអង់គ្លេសមិនសូវប្រហែលដែរប្រឡាំបកោដែរទេថៃហ្នឹងណាបាទតោះនឹងមានន័យថាម៉េចមានន័យថាប្រសិនបើផ្លាត់តែមួយគ្រាប់ក៏អាចនឹងត្រូវបានជន់មួយគ្រាប់ទៀតដែរគេចង់និយាយចឹងណាឬក៏បើសិនបើទាហានម្នាក់ជន់ទាហានដតីទៀតក៏ប្រហែលជាជន់ដែរហើយបាទគឺមានឱកាសនឹងត្រូវមីនដូចគ្នាដែរដែលនៅបរិវេណខ្សែផ្លូវគឺត្រួតពិនិត្យឃើញមីននោះភាគីថៃក៏មិនមានបានដាក់លុះលបងទេនៅកន្លែងនោះងបាទគេថាអញ្ចឹងដោយសារតែមុនពេលដែលមានការចំនួនគ្នាខ្សែផ្លូវខាងលើនេះទាំងពីរភាគីប្រើល្បាតរុំគ្នាក្រោយពីហេតុការណ៍ខាងលើកើតឡើងមេបញ្ជាការដែលបារម្ភអំពីកងកម្លាំងយោធាទៅឲ្យផ្អាកការដើរល្បាតនៅខ្សែផ្លូវដែលបានកើតហេតុចំណែកឯផ្លូវដតីទៀតនោះបាទនៅតែដើរល្បាតជាធម្មតាប៉ុន្តែទោះបីជាមិនបានល្បាតក៏ពិតមែនប៉ុន្តែនៅតែមានការដាក់បរិយាកាសឡើងក្នុងតំបន់ដើម្បីត្រួតពិនិត្យប្រចាំតាមចំណុចនីមួយៗរួមទាំងប្រើបច្ចេកវិទ្យាដើម្បីចូលមកជួយជំនួសដែរសម្រាប់វិធីរបស់ភាគីកម្ពុជាវិញគឺលបលួចគេថាយើងលួចចូលទៅដាក់មីននៅក្នុងខ្សែបន្ទាត់ផ្លូវដែលទាហានថៃដើរល្បាតជាប្រចាំហើយមិនមែនជាការដាក់ដើម្បីការពារខ្លួនទេដោយសារតែលក្ខណៈនេះគឺជាការដាក់ដើម្បីឆ្លៀនពៀនចូលមកនៅក្នុងទឹកដីថៃអូវិញស្អីទៅបាទបកែអំពីអាប៉ារ៉ូលដែលគេទៅសេហ្នឹងគេព្យាយាមរៀបរាប់អីមើលទៅវាថាដូចពិតណាបាទសុទ្ធតែថាយើងនឹងដាក់មីនដើម្បីបានចូលទៅក្នុងទឹកដីគេបំពេញចូលទៅស្ដាប់ទៅមិនដែរបងប្អូនវាដូចជាស្គីតែជីកដល់កណត់ហ្នឹងបាទទលាន់មែនតើបាទពាក់ព័ន្ធជាមួយនឹងរឿងថាដាក់អីដើម្បីឆ្លៀនពៀនអីទៅរួចដែរបងប្អូនមិនអាចទៅរួចទេបងប្អូនគាត់ដល់ស្ដាប់ទៅក៏វាមិនអាចទៅរួចដែរបងប្អូនណាបាទមិនអាចទៅរួចទេប៉ុន្តែចេះតែស្ដាប់ទៅបងប្អូនមើលខាងថៃគេចេះតែកុហករៀបរាប់ចឹងទៅប៉ុន្តែ AOT ស្ដាប់យ៉ាងម៉េចដែរបងប្អូនគាត់ស្ដាប់ផែជាគាត់ធម្មតានៅខាងនោះរាល់ថ្ងៃចឹងទៅអាចថាថៃគេព្យាយាម
និយាយផ្លុំតិចចេះមួយចុះមួយទៅពេលខ្លះគាត់មើលការសម្ដែងរបស់ថៃហ្នឹងបងបាទយូរប៉ុន្តែបើសិនជាអាចចេះបើសិនជាអាចថាអ្នកអង្កេតការឧទាហរណ៍ប្រចាំការនៅថៃដូរមកខ្មែរហើយពីខាងខ្មែរដូរទៅថៃដោះដូរគ្នាអញ្ចឹងខ្ញុំគិតថាល្អបើសិនជាប្រចាំការតែខាងថៃនៅតែខាងថៃខាងខ្មែរនៅតែខាងខ្មែរវាពេលខ្លះវាពិបាកដែរបងប្អូនបើសិនជាយើងអាចដោះដូរគ្នាទៅឥឡូវទៅណោះកន្លះខែហើយមកនេះកន្លះខែហើយដើរមើលកន្លែងហ្នឹងតដែលអាហ្នឹងល្អដូចជាអ្នកនាំមើលដឹងថាអូគាត់ដឹងតែខាងខ្មែរអញ្ចេះខាងថៃអញ្ចេះរឿងមីននៅខ្មែរអញ្ចេះរឿងមីននៅខាងថៃអញ្ចេះមួយជាមួយអាហ្នឹងល្អដែរប៉ុន្តែបច្ចុប្បន្ននេះមិនដឹងជាយ៉ាងម៉េចបងប្អូនខ្ញុំសូវបានដឹងពីនីតិវិធីនៅក្នុងការអង្គការទេបាទគាត់ថាបើសិនជាខ្ញុំគិតណាបងប្អូនបាទដើរផ្លូវហ្នឹងល្អដែរពីព្រោះរាល់ថ្ងៃនេះខាងថៃឃើញអ្នកអង្កេតការហ្នឹងក៏ដើរមួយថៃហ្នឹងខ្ញុំជឿជាក់ថារហូតដល់អ្នកអង្កេតការនឹងគាត់និយាយពាក្យថៃបានហ្នឹងបាទពាក្យខ្លះខ្ញុំឃើញគាត់និយាយបានដូចពាក្យមីនហ្នឹងថៃវាប្រើពាក្យធុនល្បឺតបាទអ្នកអង្កេតការគាត់និយាយពាក្យធុនល្បឺតដែរហ្នឹងបាទអត់ប្រើពាក្យលេនម៉ាញពេលខ្លះមិនអត់ប្រើតែចង់និយាយថាគាត់ប្រើតែគាត់ថាពេលខ្លះគាត់លឺគាត់ជ្រុលមាត់ទៅពាក្យធុនល្បឺតដែរអញ្ចឹងបានន័យថាគាត់និយាយជាមួយថៃនិយាយឡើងចេះពាក្យថៃខ្លះហ្នឹងតែមិនជាកំហុសអីទេហ្នឹងគឺជាការដែលគាត់រៀនពាក្យខ្លះៗចឹងទៅទៀងនៅក្នុងគណៈពេលដែលខាងទាហានខាងដោះមីនណាគេចូលធ្វើការដោះមីនថែមទាំងពិនិត្យឃើញថាមីនហ្នឹងដែលត្រូវគេដោតចូលនៅក្នុងនោះណាគេថាភាគីកម្ពុជាបានបតកកាវណែគេថាយើងបានបតកកាវដើម្បីមិនអោយទាហានថៃហ្នឹងដោះមីនបានដែលមីនទាំងនោះគឺតាមការត្រួតពិនិត្យត្រូវបានបតកកាវទាំងអស់និយាយដល់ផ្លូវនឹងផងបាទគេទៅមានថ្មីរហូតអានឹងថ្មីណាដែលពីមុនអត់ដែលលឺទេរឿងបតកកាវឥឡូវថ្មីដោយអះអាងថាមីនដែលធ្វើការត្រួតពិនិត្យគឺជាមីនថ្មីត្រឡប់ទៅថ្ងៃត្រឡប់ទៅកាលពីឆ្នាំ2562មីនដែលត្រួតពិនិត្យឃើញភាគច្រើនគឺជាប្រភេទមីនចាស់ PMN1 ប៉ុន្តែនៅក្នុងសម័យខ្មែរក្រហមលក្ខណៈគេហៅទៅលក្ខណៈពណ៌រាងពណ៌ត្នោតហើយចំណែកមីនដែលត្រួតពិនិត្យថ្មីថ្មោងគឺជាប្រភេទមីន PMN2 ពណ៌រាងពណ៌ខៀវពណ៌បៃតងលេខ serial ហៅ serial number ណាលេខ serial ហ្នឹងគឺវាច្បាស់លាស់ក៏ប៉ុន្តែគឺជាការលបលួចចូលមកដាក់ទេក្រោយពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពឬហើយនោះគេពិសោធន៍ឃើញថាពិតជាពិបាកដោយសារតែយើងមិនអាចដឹងថ្ងៃនៅក្នុងការដាក់ទេតែអាចដឹងតាមរយៈថ្ងៃដែលត្រួតពិនិត្យការសន្និដ្ឋានថាភាគីកម្ពុជាលបចូលមកដាក់មីនក្នុងកំឡុងពេលដែលទាហានថៃមិនបានចេញល្បាតប៉ុន្តែនៅក្នុងថ្ងៃនេះខាងអ្នកអង្កេតការ AOT បានចុះទៅតំបន់មូលដ្ឋានប្រតិបត្តិការនោះដោយចាប់អារម្មណ៍ក្នុងករណី2គឺរឿងគេហៅថារូបបែបនៃការដាក់មីនដើម្បីមើលអំពីស្មារតីរបស់អ្នកដាក់ថារូបបែបឬក៏ថាទម្រង់នៅក្នុងការដាក់នឹងយ៉ាងណាហើយនឹងភាពច្បាស់លាស់នៅក្នុងការដាក់ពង្រាយកម្លាំងតើអ្វីជាមូលហេតុដែលធ្វើឲ្យកើតរឿងទាំងអស់នេះបាទថៃគេព្យាយាមសម្ដែងរឿងនឹងឲ្យអ្នកអង្កេតការមើលឲ្យគេរៀបរាប់គ្រប់សពបែបយ៉ាងទាំងអស់បងប្អូនស្ដាប់ទៅពេលការរៀងប្របាក់តិចស្ដាប់ដែរតែប្រែទៅបងប្អូនបានដឹងពីល្បិចរបស់ពួកគេបាទចឹងខ្ញុំមានប៉ុណ្្នឹងទៅចុះបាទអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនានៅក្នុងវីដេអូមួយនេះចាំយើងជួបគ្នានៅក្នុងវីដេអូក្រោយអធិស្ឋានបើសិនជាប្រែទៅខុសឆ្គងឬក៏និយាយកន្លែងខ្លះទៅវារៀងលើសលួអីអធិស្ឋានបងប្អូនចាំជួបគ្នាវីដេអូក្រោយជម្រាបលាបាទ